បាទសួស្តីពុកម៉ែបងប្អូនដែលចូលចិត្តតាមដានកូនដូងពីតូចរហូតដល់ធំថ្ងៃនេះយើងមានវិធានការការពារសត្វកញ្ចែគឺទីមួយនោះយើងបានប្រើមងយើងរុំតាមករបស់វាហ្នឹងការពារកុំឲ្យកញ្ចែចុះមកហ្នឹងវាបានងាយទីពីរយើងប្រើថ្នាំកាឡាតចងបញ្យួរវានៅក្នុងកំប៉ុងហ្នឹងចុះកំប៉ុងវាជាប្រហោងដើម្បីឲ្យវាមានខ្យល់ចេញចូលបញ្ចេញក្លិនថ្នាំកាឡាតហ្នឹងគឺអាចការពារកុំឲ្យមានចំហាយក្លិនដូងយើងហ្នឹងទៅដល់ពួកកញ្ចែបានអញ្ចឹងសំខាន់ជាងនេះគឺយើងឧស្សាហ៍ដើរមើលតាមគល់ហើយនឹងតាមដីស្លាប់ពួកវានឹងខ្លាចមានសារៈផ្សេងដែលវាអាចធ្វើប៉ះពាល់ដល់ស្លឹករបស់វានេះគឺជាបទពិសោធន៍តូចសម្រាប់អ្នកដាំដូងមួយចំនួនដែលថាយើងបទពិសោធន៍សន្សំសំចៃថវិកាព្រោះយើងដាំហ្នឹងក៏យើងស្ដាយដែរធំប៉ុណ្ណេះបើកញ្ចែចុះស៊ីគឺវាអាចនឹងងាប់មិនថាដូងធំឬតូចទេឲ្យតែស៊ីយកបានមើលវាគឺវាច្បាស់ជាវាមិនអាចលូតលាស់ទៅបានល្អទេលូតលាស់ក៏វានឹងពិបាកនឹងប្រឹងប្រែងដូចមុនដែរគឺឃើញថាក្លិនថ្នាំក្តាតហ្នឹងគឺវាសាយបានច្រើនខ្យល់បក់មកទៅវាមានក្លិនចឹងថ្ងៃនេះគឺមានតែពីរប្រភេទនេះឯងគឺការពារលក្ខណៈសន្សំសំចៃថវិកាយើងទិញមងតាមួយដៃមកចឹងវា 20000 ជាងអញ្ចឹងទៅយើងអាចប្រើបានច្រើនហើយតែកុំភ្លេចយើងឧស្សាហ៍តាមដានដើរមើលវាផងនេះគឺជាដូងដាំជាលក្ខណៈគ្រួសារទេតែបើដូងចំការធំអាហ្នឹងបងគាត់មានថ្នាំល្អឬមួយក៏បទពិសោធន៍ល្អជាងនេះទៀតក៏យើងអាចយកមកប្រើតាមគាត់បានបើយើងមានថវិកាដូចបងមានចំការធំអីចឹងណាអានេះគឺខ្ញុំសម្រាប់អ្នកចំការឬមួយក៏ដើមដូងតាមផ្ទះ 4-10 ដើមអីហ្នឹងយើងថែចឹងបានល្អឲ្យអស់ថវិកាតិចដូងយើងវាមិនងាយសឹកកញ្ចែចុះមកប្រឡូកប្រឡាក់ងាយបានហើយខែនេះគឺជាខែប្រាំងចិត្តចូលខែចែកហើយខែចែកគឺខែចូលឆ្នាំនេះគឺជាខែប្រាំងគេភ្ជួរអស់មួយសាហើយនេះដីចឹងខែនេះគឺមានវីដេអូតែប៉ុណ្្នេះឯងបងប្អូន